ខ្ញុំមកបង្ហាញអំពីរបៀបទៅលើការប្រើប្រាស់អំពីគំរូនិងពីប្រើប្រាស់អំពី prompt សម្រាប់ researching ហើយនិង prospect ហើយនិង account បាទគណនីនៅក្នុងការប្រើប្រាស់នេះខ្ញុំមានគំរូបាទខ្ញុំអាចថាជាគំរូ prompt ទាំងខ្មែរទាំងភាសាអង់គ្លេសសម្រាប់បងប្អូនមើលវីដេអូនេះបងប្អូនអាចចូលទៅក្នុង group បាទអាចចូលក្នុង group group នេះគឺខ្ញុំបានតម្លាក់នៅក្នុងគ្រប់នេះបាទនៅក្នុងគ្រប់មកតិចហើយខ្ញុំដាក់ link នេះបាទខ្ញុំនឹងដាក់ link តាក់ទងទៅនឹងហ្នឹងនៅក្នុងYouTube description ហើយនិង Facebook page គឺនៅក្នុង link បាទក្នុងក្រោមឥឡូវខ្ញុំនឹងចូលអំពី Gemini ហើយ Gemini នេះខ្ញុំប្រើ account Ultra ទេហើយនឹង ChatGPT 2ខ្ញុំប្រើវាដើម្បីប្រៀបធៀបគ្នាបាទជាទូទៅនៅពេលនៃការប្រើប្រាស់ prompt ជាទូទៅអញ្ចឹង prompt នេះគឺជារបៀបដែលខ្ញុំបានចងក្រងនិងស្រាវជ្រាវបន្ថែមសម្រាប់បងប្អូនយកទៅអនុវត្តនៅក្នុងភាសាអង់គ្លេសយើងអាចនិយាយ provide a brief បាទ overview of company អានេះជាឈ្មោះក្រុមហ៊ុនហើយយើងរាប់បញ្ចូលអំពីឧស្សាហកម្មទំហំឬក៏ជា key decision maker ផ្សេងនៅ decision នេះបាទបងប្អូនដែលអត់ចេះភាសាអង់គ្លេសបងអាចមើលនេះផ្ដល់នៅទិដ្ឋភាពសង្ខេបនៃឈ្មោះក្រុមហ៊ុនរួមទាំងឧស្សាហកម្មទំហំនិងអ្នកធ្វើការសម្រាប់ចិត្តសំខាន់និងព័ត៌មានថ្មីរបស់ពួកគេអញ្ចឹងកន្លែងចំណុចនេះបងប្អូនត្រូវប្រើជាឈ្មោះអាជីវកម្មខ្លួនឯងបាទនេះឈ្មោះអាជីវកម្មខ្លួនឯងមកតាក់ទងដល់ហ្នឹងណាបាទបើសិនជាខ្ញុំអាច copy នៅត្រឹមនេះហើយខ្ញុំ copy វាហើយយកមកដាក់នៅក្នុង Gemini បាទខ្ញុំប្រើ research ធម្មតាបាទខ្ញុំអត់ប្រើ tool អីផ្សេងៗទេគឺខ្ញុំប្រើ research ធម្មតាឬក៏បងប្អូនអាចប្រើ deep research ក៏បានដែរឥឡូវខ្ញុំប្រើធម្មតាហើយកន្លែងនេះខ្ញុំអាចដូរលុបហើយខ្ញុំដាក់ឈ្មោះក្រុមហ៊ុនបើសិនជាខ្ញុំក្រុមហ៊ុនខ្ញុំដាក់ជាឈ្មោះក្រុមpage របស់ខ្ញុំបាទខ្ញុំអាចដាក់ថាបាទសូមបន្តិចបាទខ្ញុំដាក់ថា Matic បាទ Matic AI បាទ training បាទ for business អញ្ចឹងខ្ញុំយកតែប៉ុណ្្នេះហើយខ្ញុំអាចយកមកពីឲ្យវាចាប់ផ្ដើមដល់ឡែកខ្ញុំទៅយកភាសាអង់គ្លេសមួយទៀតដែលខ្ញុំអត់បង្ហាញទាំងអស់ទេខ្ញុំខំបញ្យល់ខ្លះៗបងប្អូនអាចចូលទៅយក prompt ហ្នឹងនៅក្នុង channel Telegram បាទនៅក្នុងនេះខ្ញុំបានផាសចូលនៅក្នុង Gemini នៅក្នុងChatGPT ខ្ញុំសូម copy នេះយកមកដាក់នៅក្នុងចន្លោះជាក្រុមហ៊ុនបាទជាក្រុមហ៊ុនខ្ញុំផាសប៉ុណ្ណេះបាទហើយខ្ញុំរងចាំខ្ញុំនឹងបន្តវារងចាំបន្តិចដើម្បីប្រៀបធៀបគ្នាបាទទីទៅខ្ញុំនឹងផាសខ្មែរចូលនៅក្នុង ChatGPT ម្ដងជាទូទៅ ChatGPT ហើយនឹង Gemini ចាំបាត់ពិសោធន៍គឺ ChatGPT គឺប្រើសឹងតែស្ទើរគឺតែលឿនខ្លាំងជាង Gemini ខ្ញុំអត់ដឹងថាវាមកពីមូលហេតុអីណាបាទនេះគឺជាទិន្នន័យដែលយើងជាភាសាអង់គ្លេសមានថាគឺផ្ដល់ឲ្យមកហើយតាក់ទងនឹងការងារទាំងអស់ហ្នឹងទី1 what I can afford right now គឺតាក់ទងនឹងសុវត្ថិភាពនេះពី provide overview based on name alone បាទឧស្សាហកម្មវានិយាយហើយនេះបាទនេះគឺជាប្រភេទមួយដែលវាផ្ដល់ឲ្យយើងហើយនេះគឺជាទំហំឧស្សាហ៍នេះគឺជាទំហំឧស្សាហកម្មមានថា marketing technology ឬក៏ matic វាហើយនឹង artificial intelligence ហើយនឹង corporate training ឬក៏ personal development ហ្នឹងគឺវាជាប្រភេទនេះជាការនឹងបដិបដាលហ្នឹងគឺវាទៅសេឲ្យយើងចឹងប្រភេទក្រុមហ៊ុនវាអាចឲ្យយើងទំហំអាច small ចាប់ពី1ដល់50បុគ្គលិកហើយនេះអាចមធ្យមពី50ទៅ200អញ្ចឹងវាឲ្យយើងស្រាប់ចំណែក key decision maker អាចជា founder CEO នេះគឺវាឲ្យប៉ុណ្ណឹងបាទបងប្អូនអាចមើលឆ្នៃខ្លួនឯងប៉ុណ្ណឹងបាទហើយផ្សេងៗនេះគឺវាឲ្យផ្សេងៗយើងដល់តែយើងមកមើលអញ្ចឹងខ្មែរដូចជា Gemini វានៅស្ទើរនៅដើមវល់ខ្យល់តែម្ដងអត់ដឹងថាមូលហេតុអីបាទប្រហែលជាមកអ៊ីនធឺណិតហ្នឹងឥឡូវខ្ញុំតេស្តនៅក្នុង ChatGPT ម្ដងបាទនេះគឺជាសម្រាប់ខ្មែរបើសិនជាបងប្អូនអាច copy ជាអង់គ្លេសហើយបកពេលខ្មែរ translate ទៅនេះគឺជាការប្រើប្រាស់ទៅលើ competitor បាទអញ្ចឹងបើសិនជាការកំណត់អ្នកប្រកួតប្រជែងកំពូលបាទចំនួនបាទបើមើលភាសាខ្មែរភាសាខ្មែរខ្ញុំយកទៅបកបាទខ្ញុំយកទៅបកនៅក្នុង Google Translate ទេអត់មានពេលអង្គុយកែទៅសេទេបាទអញ្ចឹងនេះវាសូមឲ្យបញ្ជាក់អំពីដៃគូប្រកួតប្រជែងចំនួនហៅថា3ឬក៏4មកហើយឈ្មោះ
ក្រុមហ៊ុនដែលជាដៃគូគូប្រជែងមិនយើងមានឈ្មោះអីខ្លះដាក់វាមកហើយវាឲ្យ summarize ទៅលើភាពខ្លាំងភាពខ្សោយបាទនេះដូចជាពាក្យ SWOT អញ្ចឹងហើយវាតកតងទៅនឹងផលិតផលនេះតកតងផលិតផលសេវាកម្មរបស់យើងមានខ្លះអញ្ចឹងកន្លែងហ្នឹងគឺសំដៅលើហ្នឹងហើយអញ្ចឹងចំណុចទី2នេះខ្ញុំអាចមកមើលខ្មែរបន្តិចកំណត់ដាក់ដែលគូប្រជែងកម្ពុជារបស់ឈ្មោះក្រុមហ៊ុនហើយសង្ខេបចំណុចខ្លាំងនិងចំណុចខ្សោយរបស់ពួកគេតកតងទៅនឹងផលិតផលនិងសេវាកម្មអញ្ចឹងកន្លែងនេះបងប្អូនអាចដាក់ឧទាហរណ៍ខ្លួនឯងទៅបាទអានេះការស្រាវជ្រាវបញ្ហាប្រឈមមុខទូទៅបំផុតនឹងចំណុចឈឺចាប់ដែលក្រុមហ៊ុនបាទគឺឧស្សាហកម្មប្រឈមមុខតកតងទៅនឹង topic អីគេនេះវាឲ្យយើងស្រាប់បាទអញ្ចឹងយើងអាចមើលជាភាសាអង់គ្លេសក៏បានភាសាខ្មែរក៏បានដែលខ្ញុំនឹងតម្លាក់ link វីដេអូនេះហើយខ្ញុំតម្លាក់ចូលនៅក្នុងនោះតែម្ដងនេះគឺជាការប្រើប្រាស់ទៅលើមាន10ចំណុចដែលជាការ research អញ្ចឹងបងប្អូនអត់ទៅយល់ច្បាស់អីបងប្អូនអាចប្រើជា style របៀបហ្នឹងដើម្បីយកទៅប្រើប្រាស់លើវាជា key sentence ឬក៏ជា key prompt ដើម្បីយកទៅប្រើប្រាស់នៅក្នុងការវិភាគទិន្នន័យផ្សេងៗនៅក្នុងនេះបាទឥឡូវនៅ chat Gemini នៅវិលនឹងជាមូលហេតុអីខ្ញុំសូមតេស្តវាម្ដងទៀតបាទចាំមើលវាទៅលឿនទេបាទឥឡូវនេះវាឲ្យហើយតកតង chat GPT ទិដ្ឋភាពសង្ខេបដល់ផ្អែកលើឈ្មោះបន្តិចនិងអាច training សម្រាប់ business ឧស្សាហកម្មក្រុមហ៊ុនប្រភេទនេះជាធម្មតាធ្វើការនៅក្នុងវិស័យបាទ marketing គឺ marketing technology បណ្ដុំបណ្ដាលនិងការវិវត្តវិជ្ជាជីវៈartificial intelligence សម្រាប់អាជីវកម្មហ្នឹងគឺជាចំណុចមួយដែលជាមានថាជា industry បាទមានថាវាជាឧស្សាហកម្មរបស់ខ្ញុំហើយសេវាកម្ម digital យើងមានការបណ្ដុះបណ្ដាល AI ទីផ្សារ marketing អូតូចឹងទៅអញ្ចឹងមកខ្ញុំអត់អានច្រើនទេអានេះ CCO ទេទំហំដូចគ្នាដែរទេគាត់ខុសទេអញ្ចឹងអានេះសម្រាប់ការធ្វើការសម្រាប់ចិត្តសំខាន់មានថាតាប់ឬបុគ្គលិកនាំឬក៏ជា leader អីផ្សេងៗនៅក្នុងនឹងហើយព័ត៌មានលម្អិតគឺ save នេះអញ្ចឹងអានេះគឺជាអ្វីដែលប្រហែលនេះវាសួរយើងបន្តទៀតតើអ្នកចង់បានព័ត៌មានត្រឹមត្រូវ 100% ទៅលើដំណរ website link page អីបើយើងចង់បានទេយើងអាចយកពាក្យថា yes មកអញ្ចឹង yes ChatGPT ហ្នឹងនឹងទៅសេបន្តទៀតដើម្បីឲ្យបងប្អូនបន្តទៅលើទិន្នន័យទាំងអស់ហ្នឹងបាទហើយទៅអានេះ website link យើងមកនេះអូខេវាឲ្យយើងស្រាប់បាទអាហ្នឹងជាមិនអីដូចមិនដឹងឥឡូវខ្ញុំtest លើ account ធម្មតាម្ដងបាទតែ account ធម្មតាខ្ញុំ try វាហើយជាមកពី account pro ខ្ញុំហ្នឹងបាទអត់ទេដូចតែគ្នាដែរមិនដឹងទៅមូលហេតុអីហ្នឹងបាទវានៅវល់ហ្នឹងបាទអានេះវាកំណត់នេះបងប្អូនឃើញកំណត់អញ្ចឹងខ្ញុំបង្ហាញអំពីទិន្នន័យទ្រុសប៉ុណ្្នឹងទេហើយនេះបងខ្ញុំបញ្ជាក់មុននឹងតិចចឹងខ្ញុំអត់បានបង្ហាញទាំងអស់ទេអញ្ចឹងនេះគឺជាគំរូការជំរុញឲ្យមានការស្រាវជ្រាវនិងការរំពឹងទុកហើយនឹងគណនេយ្យភាពបាទភាសាអង់គ្លេសនៅខាងក្រោមនេះ the prompt for researching prospect and account អញ្ចឹងបងប្អូនអាចមើលក្នុងទៅខ្ញុំនឹងបង្ហាញវីដេអូទៅប៉ុណ្្នឹងទេរបៀបប្រើប្រាស់ដល់បងប្អូនពិបាកអង្គុយទៅសេអង្គុយអីបងប្អូនអង្គុយគិតទៅណាបាទនេះគឺជាគំរូនៃការប្រើប្រាស់អញ្ចឹងខ្ញុំបង្ហាញវីដេអូប៉ុណ្្នឹងទេហើយជួបគ្នាសម្រាប់ការចែកម្លែកជំនាញទៀតអរគុណ